អ្នកក៏ត្រូវដឹងដែរថាមនុស្សដែលអ្នកកំពុងតែរើសអើងនិងមិនផ្ដល់តម្លៃម្នាក់នេះគាត់ក៏កំពុងតែដើរតួនាទីជាឪពុកនិងជាម្ដាយរបស់កូនអ្នកផងដែរកំឡុងពេលដែលអ្នកកំពុងតែចាត់ទុកគាត់ត្រឹមតែជាសាច់ដតីគ្មានតម្លៃស្មើទៅនឹងមួយចំណិតញាតិមិត្តបងប្អូនរបស់អ្នកស្របពេលនេះកូនរបស់អ្នកក៏កំពុងតែចាត់ទុកគាត់គឺជាឪពុកជាម្ដាយដែលមានតម្លៃមហាសាលដែលពុំអាចកាត់ថ្លៃបាននោះទេដូច្នេះតើកូនរបស់អ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលពួកគេបានឃើញអ្នកកំពុងតែព្រួតដៃគ្នាជាមួយនឹងញាតិមិត្តរបស់អ្នកមកធ្វើបាបឪពុកឬធ្វើបាបម្ដាយរបស់គេបែបនេះជាចុងក្រោយសូមកុំបំផ្លាញសេចក្តីសុខសុភមង្គលរបស់គូស្វាមីភរិយាអ្នកនិងកូនអ្នកឲ្យរងទុក្ខរីងរៃដោយសារតែចិត្តលំអៀងរបស់អ្នកបន្តទៅទៀតអីព្រោះអ្នកត្រូវដឹងថាមនុស្សដែលនឹងកាន់ដៃអ្នកកំដរអ្នករហូតដល់ថ្ងៃអវសាននៃជីវិតនិងមនុស្សដែលមើលថែរក្សាទឹកក្តៅទឹកត្រជាក់ដល់អ្នកនៅពេលដែលអ្នកឈឺគេងនឹងកទេលគឺគ្មាននរណាផ្សេងក្រៅពីគូស្វាមីភរិយាអ្នកនិងកូនរបស់អ្នកតែប៉ុណ្ណោះឯង